តោះពីយើងបានរៀនពីនាមបានពី3វីដេអូហើយអញ្ចឹងនៅថ្ងៃនេះគឺខ្ញុំនឹងចែករំលែកអ្នកគ្នាបន្តទាក់ទងជាមួយនឹងនាមប៉ុន្តែមេរៀននាមរបស់យើងនេះគឺនិយាយអំពីចំនួនគឺ singular noun ហើយនិង plural noun បាទតោះឥឡូវយើងមកមើលទាំងអស់គ្នាចាប់ដើមទី1គឺយើងនឹងនិយាយអំពី singular noun អញ្ចឹង singular noun គឺយើងប្រែជាភាសាខ្មែរថានាមឯកវចនៈបាទអញ្ចឹងយើងមើល singular noun បាទអញ្ចឹងវាមានពាក្យពីរចូលទី1គឺ singular ប្រែថាមួយឬក៏ឯកវចនៈបាទអញ្ចឹងនៅក្នុង singular នេះដើម្បីបញ្ជាក់ថាវាជាចំនួនមួយនៅក្នុងភាសាអង់គ្លេសយើងអាចសរសេរជាពាក្យដូចជា ឬក៏ earn one ឬក៏ដាក់លេខបដ ாய் បាទលេខ1បដ ாய் បាទបង្ហាញពីចំនួនមួយចំណែកឯនាមវិញយើងបានរៀនរួចហើយពីនាមបាទនាមគឺជាពាក្យទាំងឡាយណាសំដៅឲ្យមនុស្សបាទសត្វវត្ថុទីកន្លែងគំនិតឬក៏អារម្មណ៍បាទអញ្ចឹងសរុបមក singular noun មានន័យថានាមដែលមានចំនួនមួយបាទតោះឥឡូវយើងមើលឧទាហរណ៍បាទ one table ប្រែថាតុមួយបាទអញ្ចឹង one នេះបញ្ជាក់ឲ្យ table ថាតុនឹងមានចំនួន1បាទអញ្ចឹងវាជា singular noun បាទនាមឯកវចនៈ a watch នាឡិកាដៃមួយ an egg ពងឬក៏ស៊ុតមួយគ្រាប់ one elephant បាទដំរីមួយក្បាល an hour 1ម៉ោងបាទអញ្ចឹងទាំងអស់នឹងឯងគឺជា singular noun យើងអាចចំណាំវាថាវាជាប្រភេទ singular noun នាមឯកវចនៈដោយសារទី1គឺវាមានពាក្យសារៈបញ្ជាក់គឺជា determiner បាទអញ្ចឹង determiner គឺយើងរៀនរួចហើយមានទាំងប្រភេទ article ហើយនិង quantifier បាទហើយមួយទៀតក្រៅពីហ្នឹងជួនកាលគេអត់ទៅសេដាក់ determiner នៅខាងមុខទេមានដូចជា under some any much គេអត់ដាក់ទេតែគេទៅសេជា noun យកបដ ாய் អញ្ចឹងយើងអាចសម្គាល់បានថាកាលណាតែអត់មានការ thêm s ឬក៏អត់មានការ thêm អីគេទៀតអញ្ចឹងយើងអាចសម្គាល់ថានាមហ្នឹងគឺមានចំនួនមួយដែរឧទាហរណ៍ដេក table ហ្នឹងខ្ញុំអត់ដាក់ one ទេអញ្ចឹងទៅសេ table ទៅទេអញ្ចឹងយើងក៏អាចដឹងថា table ហ្នឹងគឺមានចំនួនមួយដែរដោយសារតែគេអត់មាន thêm ពហុវចនៈនៅលើនាមហ្នឹងបាទទី2គឺយើងនិយាយអំពី plural noun បាទ plural noun បើយើងប្រែជាភាសាខ្មែរប្រែថានាមពហុវចនៈពាក្យថាពហុគឺមានច្រើនបាទអញ្ចឹងនាមដែលមានចំនួនច្រើនឥឡូវយើងមកមើល plural noun យើងបានដឹងហើយសំដៅទៅលើមនុស្សសត្វវត្ថុទីកន្លែងអគំនិតអារម្មណ៍ចំណែក plural គឺមានន័យថាចំនួនចាប់ពី2ឡើងទៅគឺ plural ហើយបាទឥឡូវយើងមកឧទាហរណ៍ថានាមឯកវចនៈយើងគឺ one book ដល់ពេលទៅពហុវចនៈឬក៏នាមដែលមានចំនួនច្រើនឥឡូវនេះខ្ញុំឧទាហរណ៍ដាក់2ទាំងអស់យើងបាន two books បាទយើង thêm s បាទអញ្ចឹងទោះបីជាគេដាក់លេខនៅពីមុខក៏ដោយឬក៏ដាក់ពាក្យដែលសម្គាល់ចំនួនច្រើនក៏ដោយក៏យើងអាចដឹងថាវាចំនួនច្រើនបានដោយសារយើង thêm s បាទទៅលើនាមនឹងឯង books សៀវភៅច្រើនតែបើយើងដាក់ two មានន័យថាយើងកាត់តែច្បាស់ហើយសៀវភៅច្រើនមែនប្រហែលក្បាល2ក្បាល two books earn egg ទៅជា two eggs បាទស៊ុត2គ្រាប់ a watch នាឡិកាដៃមួយ two watches នាឡិកាដៃ2អញ្ចឹងអ្នកនេះផ្លែហើយមិនមែន thêm s ទេ thêm es បាទ one baby ទារកម្នាក់ two babies ទារក2នាក់អញ្ចឹងអ្នកនេះឃើញផ្លែទៀតហើយ thêm ies មួយទៀត a child ក្មេងម្នាក់ two children ក្មេង2នាក់អ្នកឃើញទៀតហើយឃើញផ្លែទៀតហើយបាទដូរពាក្យបដ ாய் បាទខាងលើនេះគឺយើងគាត់ thêm s ដល់ពេលខាងក្រោមនេះ thêm es ដល់ពេលខាងនេះអត់ thêm es ទេបាក់បែរជាបាត់អក្សរ y ហើយបែរជាមាន ies វិញចំណែកខាងក្រោមនេះគឺដូរទាំងស្រុងបដ ாய் ពី a child ទៅជា children ដូរអញ្ចឹងមូលហេតុអ្វី why អញ្ចឹងដោយសារតែមានភាពខុសគ្នានឹងឯងបានជាក្នុងភាសាអង់គ្លេសគឺគេមាន plural noun rule មានន័យថាការបង្កើតពហុវចនៈការបង្កើតនាមពហុវចនៈគឺគេមានក្បួនរបស់គេក្នុងការ thêm បាទតោះឥឡូវយើងមើលនៅក្នុងនេះគឺខ្ញុំមានក្បួនរហូតដល់4បាទខ្ញុំបង្លេចឲ្យស្រេចអញ្ចឹងដើម្បី thêm ពហុវចនៈទៅលើនាមនឹងបានយើងត្រូវចេះ rule ទាំង4នេះបាទចាំបាច់បំផុតនៅមួយទៀត rule ទី5តែដោយសារតែអស់កន្លែងសរសេរខ្ញុំនឹងលើកធ្វើវីដេអូមួយទៀតបាទតោះឥឡូវយើងចាប់ផ្ដើមរបៀប thêm ពហុវចនៈទៅលើនាមបាទទី1អញ្ចឹងនាមទូទៅគឺភាគច្រើនគឺគេ thêm s ដើម្បីទៅជាពហុវចនៈយើង thêm s ឧទាហរណ៍ pen បាទប៊ិចតែប៊ិចនេះគឺដឹងឯកវចនៈដោយសារយើងមាន thêm មួយទេ pen ប៊ិចម្ដងឧទាហរណ៍ pen ទៅជាប៊ិចច្រើនដើម pens យើង thêm s car ឡានមួយគ្រឿង cars ឡានច្រើនគ្រឿង thêm s phone ទៅជា phones ទូរស័ព្ទច្រើនគ្រឿងអញ្ចឹងយើង thêm s rule ទី1ពាក្យទូទៅតែមិនមែនទាំងអស់ទេចំណុចទី2បាទ rule ទី2នោះ noun ទាំងឡាយណាក៏ដោយឲ្យតែបញ្ចប់ដោយតួអក្សរ s double s sa ch o x ហើយនឹង z ឬក៏ z អញ្ចឹងឲ្យតែអ្នកនរគ្នាឃើញ noun ទាំងអស់ហ្នឹងបញ្ចប់ដោយតួអក្សរទាំងអស់ហ្នឹងនៅពេលដែលអ្នកទាំងអស់គ្នាចង់ខ្លាយទៅជាពហុវចនៈអ្នកគ្នាត្រូវ thêm es ហើយ es ហ្នឹងទៀតសោតសំឡេងរបស់វាគឺ is អ្នកគ្នាអាចមើល IPA បាន is តែញ័រក្រោយបាទ is តោះឥឡូវយើងមកមើល bus បាទបញ្ចប់ដោយតួអក្សរ s ទៅជាពហុវចនៈ buses យើងបញ្ចេញសលេង is បាទ buses class ទៅជា classes keys ទៅជា keyses boss ទៅជា bosses បាទ
ហើយមួយទៀត SA នេះបញ្ចប់ឲ្យ SA ទាំងអស់បាទអញ្ចឹងដូចគ្នាបាទយើងថែម ES ដូចគ្នាមានពាក្យដូចជា dish ដូចជា dishes brush ដូចជា brushes bush ដូចជា bushes រញ័របាទ sandwich ដូចជា sandwiches បាទ beach ដូចជា beaches បាទឥឡូវយើងមើលមួយទៀតបាទ tomato បាទត្រង់តែនេះគឺបញ្ចប់ដោយតួអក្សរ O បាទតួអក្សរ O ទៅជា tomatoes tomatoes hero ទៅជា heroes បាទអូខេក្រៅពីនោះគ្រប់តួអក្សរដែលបញ្ចប់ដោយ O ក៏យើងមិនប្រកាសថាយើងថែម ES ដែរបាទគឺយើងថែម S ដែរឧទាហរណ៍ដូចជាពាក្យ video ទៅជា videos អូខេយើងថែម S ដែរ radio ទៅជា radios zoo ទៅជា zoos ឃើញទេមិនក៏ថែម S ទៅយើងចំណាំចេះឲ្យតែតួអក្សរ O នៅខាងមុខ O គឺភ្ជាប់ជាមួយនឹងស្រៈគឺយើងថែម S ធម្មតាដូចជា video មាន E នៅខាងមុខ O អញ្ចឹងថែម S radio មាន I នៅខាងមុខ O អញ្ចឹងវាស្រៈទៅពីរអញ្ចឹងយើងថែម S zoo មាន O នៅខាងមុខ O អញ្ចឹងយើងថែម S តែទាំងអស់ហ្នឹងក៏មិនទាំងគ្រប់គ្រាន់ដែរវាមានករណីពិសេសទៀតដូចជាពាក្យថា photo បាទ photo ទៅជាពហុវចនៈគឺ photos ថែម S បាទជាទូទៅអានៅខាងមុខនេះជួយជំនះយើងថែម ES មែនទេតែអានឹងករណីពិសេសយើងត្រូវចំណាំមកដល់មួយទៀតគឺ kilo បាទនៅខាងមុខជួយជំនះបាទនៅខាងមុខ O នេះជួយជំនះអញ្ចឹងយើងថែម S ធម្មតាអញ្ចឹងអានឹងគឺករណីពិសេសអ្នកគ្នាត្រូវតែចាំដែរបាទក្រៅពីបញ្ចប់ដោយតួអក្សរ O មានមួយទៀតគឺបញ្ចប់ដោយតួអក្សរ X គឺយើងថែម ES ដូចគ្នានេះខាងនេះបាទឧទាហរណ៍ box ទៅជា boxes fox ទៅជា foxes ចំណែកឯខាងនេះគឺបញ្ចប់ដោយតួអក្សរ Z ឬក៏ Z បាទតែភាគច្រើនតួអក្សរ Z ឬក៏ Z នឹងអត់សូវមានពាក្យនឹងច្រើនទេមានតែ3 4អីចឹងទេតែខ្ញុំសុំលើកយកតែមួយទេដែលយើងឧស្សាហ៍ឃើញគឺពាក្យថា quiz ទៅជា quizzes ជាទូទៅឲ្យតែ noun ទាំងឡាយណាបញ្ចប់ដោយតួអក្សរ Z គេថែម double Z មួយទៀតគេថែម Z មួយទៀតហើយថែម ES ធម្មតាអញ្ចឹងយើងអានថា quizzes បាទថ្ងៃ rule ទី3បាទគ្រប់ noun ទាំងឡាយណាដែលបញ្ចប់ដោយតួអក្សរ Y អញ្ចឹងយើងត្រូវបាទមាន rule 2បើសិននៅខាងមុខ Y ជាព្យញ្ជនៈបាទគឺយើង change Y ថែម IES លុប Y ចេញហើយថែម IES បាទបើសិនជានៅខាងមុខ Y មិនមែនជាព្យញ្ជនៈទេជាស្រៈវិញអញ្ចឹងអ្នកគ្នាត្រូវថែមតែ S ទេបាទឥឡូវយើងមកឧទាហរណ៍ដូចជាពាក្យ baby យើងមើលបញ្ចប់ដោយតួអក្សរ Y city តួអក្សរ Y boy តួអក្សរ Y key តួអក្សរ Y ប៉ុន្តែអ្នកគ្នាមើលខាងមុខបើសិនជានៅខាងមុខនេះជាព្យញ្ជនៈយើងធ្វើម៉េច rule របស់យើងគឺលុប Y នេះចេញហើយបដូរទៅជា IES មានតែយើង change Y ថែម IES ទៅជា babies មួយទៀត city បាទបញ្ចប់ដោយអក្សរ Y នៅខាងមុខ Y ជាព្យញ្ជនៈយើង change Y ថែម IES ទៅជា cities ដល់ពេល boy បាទបញ្ចប់ដោយអក្សរ Y តែខាងមុខ Y ជាស្រៈអញ្ចឹងយើងអត់ change Y ទេយើងថែម S ទៅជា boys key ដូចគ្នានៅខាងមុខ Y ជាស្រៈយើងថែម S ដូចគ្នាទៅជា keys បាទអញ្ចឹង rule មួយទៀត rule ទី4បាទ noun ទាំងឡាយណាក៏ដោយឲ្យតែបញ្ចប់ជាមួយនឹងតួអក្សរ F ឬក៏ FE បាទអញ្ចឹងយើងត្រូវលុប F ចេញលុប FE ចេញហើយយើងបដូរទៅជា VES ហើយ VES នេះទីសតគឺសំឡេងវា v ដូចជា បាទឥឡូវមើលពាក្យ wife បញ្ចប់ដោយ FE change FE ចេញថែម VES យើងអានទៅជា wives មួយទៀត knife បញ្ចប់ដោយ FE លុប FE នេះចេញបាទថែម VES ទៅជា knives មួយទៀតគឺ live បញ្ចប់ដោយ FE ទៅជា lives មួយទៀត leave បាទបញ្ចប់ដោយតួអក្សរ F អញ្ចឹងលុប F ចេញថែម VES ទៅជា leaves មួយទៀត wolf ទៅជានេះលុប F ចេញមកទៅជា wolves បាទអញ្ចឹងនៅ rule មួយទៀតគឺ irregular plural noun បាទ irregular plural noun អញ្ចឹងនាមនឹងប្រែប្រួលឧទាហរណ៍ដូចខ្ញុំបានឧទាហរណ៍នៅខាងលើហ្នឹងឧទាហរណ៍ទៅពាក្យ child ក្មេងម្នាក់ទៅជា children បាទក្មេងច្រើនអ្នកអញ្ចឹងក្រៅពីពាក្យទាំងអស់ហ្នឹងមានពាក្យផ្សេងទៀតហើយក៏មាននាមមួយចំនួនដែលមានដូររូបរាងទេគឺរក្សាដដែលឧទាហរណ៍ដូចជាពាក្យ fish ត្រីមួយក្បាលទៅពាក្យត្រីច្រើនក្បាលទៅជា fish ដដែលនឹងវាមានអញ្ចឹងទៀតអញ្ចឹងខ្ញុំនឹងធ្វើវីដេអូមួយទៀតនៅវីដេអូបន្ទាប់បាទអញ្ចឹងជួបគ្នានៅវីដេអូក្រោយ